បងប្អូនអរគ្នាសូមកំអររំលងវីដេអូនេះគឺជាវីដេអូដែលយើងគួរពិភាក្សាគ្នាជាបន្តតាក់ទិនជាមួយនឹងកន្លែងបងប្អូនជនភៀសសឹកមានបងប្អូនយើងអ្នកទទួលស្បៀងគាត់ទៅថតកន្លែងជនភៀសសឹកត្រូវបានគេជេរនៅពេលដែលគាត់ផ្សព្វផ្សាយថាគាត់នឹងផ្ដល់ទីតាំងឲ្យសត្រូវដូចជាពិសេសហ្នឹងគឺឲ្យចោលឈ្លានពានគឺអាសៀមតែម្ដងបងប្អូនអរគ្នាខ្ញុំនៅតែអត់យល់នៅលើពិភពលោកឲ្យតែជនភៀសសឹកគឺគេថតដែរទី1គឺចង់បង្ហាញថាប្រទេសហ្នឹងត្រូវបានឈ្លានពានដោយប្រទេសណាមួយផ្សេងប្រជាជននៅប្រទេសហ្នឹងកំពុងតែមានទុក្ខវេទនាចង់ឲ្យពិភពលោកឬអន្តរជាតិបានឃើញទី3គឺសរបញ្ជាក់អំពីប្រជាជនខ្លួនឯងនេះថាកំពុងខ្វះខាតដើម្បីឲ្យប្រជាជនរួមជាតិនេះគាត់បានទៅចូលរួមឬក៏បានស្គាល់ទីតាំងនឹងដែរប៉ុន្តែឥឡូវនេះគឺយើងរដ្ឋបិទតាក់ទិនជាមួយនឹងការថតទីតាំងបងប្អូនជនភៀសសឹកហ្នឹងកុំឲ្យថតបង្ហាញខ្លាចចោលស៊ីមវាតម្លាក់គ្រាប់បែកចំណុចមួយទៀតដែលខ្ញុំនៅតែមិនយល់ដែរតាក់ទិនជាមួយនឹងរឿងហ្នឹងបងប្អូនអ្នកទទួលជំនួយគាត់យកលុយរាប់ម៉ឺនទៅយកជំនួយទៅហើយគាត់ទៅថតអត់បានអញ្ចឹងគាត់ post status មួយចប់ឬក៏យ៉ាងម៉េចអានេះចំពោះខ្ញុំណាបងប្អូនអរខ្ញុំឆ្ងល់ថាតែអាហ្នឹងវាយ៉ាងម៉េចបងប្អូនអរបានជាយើងមិនត្រូវថតអំពីទីតាំងរបស់បងប្អូនជនភៀសសឹកហ្នឹងផុសបង្ហាញទាំងដែលយើងជាប្រទេសជនទាំងដែលប្រទេសយើងជាប្រទេសរងគ្រោះហើយពួកវាឈ្លានពានយើងហើយបើយើងមិនផ្សព្វផ្សាយគឺស្មើនឹងថាប្រទេសយើងគឺអត់មានអីទាំងអស់ប្រព័ន្ធព័ត៌មានតាក់ទិនជាមួយនឹងបងប្អូនជនភៀសសឹកគឺយើងអត់អាចលាតត្រដាងឲ្យបរទេសឃើញឬយ៉ាងម៉េចខ្ញុំយល់ថាលក្ខខណ្ឌដែលយើងមិនថតបង្ហាញគឺទី1មិនឲ្យសត្រូវវាដឹងពីទីតាំងកូអឺរ៉េណេតាក់ទិនជាមួយនឹងប្រជាជនយើងកំពុងភៀសសឹកទី3យើងបារម្ភសុវត្ថិភាពប្រជាជនយើងខ្លាចវាតម្លាក់គ្រាប់បែកឬអីចូលទៅទី4វាអសុវត្ថិភាពសម្រាប់អ្នកនាំជំនួយទៅប៉ុន្តែបើយើងអត់ថតផ្សព្វផ្សាយតើវាមានផលប៉ះពាល់ជាងដែលយើងផ្សព្វផ្សាយឬយ៉ាងម៉េចបងប្អូនអ្នកនេះគាត់ជាចម្ងល់របស់ខ្ញុំអញ្ចឹងបាទខ្ញុំសូមឲ្យបងប្អូនអ្នកនេះកុំអូសរំលងវីដេអូនេះយើងជួយពិភាក្សាគ្នាមើលថាតើវាយ៉ាងម៉េចដែរបើយើងអត់ផ្សព្វផ្សាយបងប្អូនអ្នកនេះខ្ញុំមានអារម្មណ៍ថាបងប្អូនយើងអត់ដឹងព័ត៌មានគ្នាទៅវិញទៅមកហ្មងសូម្បីតែដល់ខេត្តមួយតម្រាំតារកទីតាំងបងប្អូនទទួលជំនួយនឹងបានគឺមានអារម្មណ៍ថាពិបាកមែនទែនហើយទី2កន្លែងណាដែលងាយស្រួលបងប្អូនយើងទៅតែកន្លែងហ្នឹងតែសារអីព័ត៌មានគេផ្ដល់ឲ្យតែកន្លែងហ្នឹងយើងអត់ដឹងថាអ្នកដែលទៅមុនហ្នឹងគាត់ទៅដល់ឲ្យខ្វះខាតហ្នឹងគាត់មានទីតាំងណាយើងអត់ដឹងទេអញ្ចឹងអ្វីដែលជាខ្ញុំតើយើងថតផុសហ្នឹងវាមានផលប៉ះពាល់ជាងដែលយើងមិនផុសឬយ៉ាងម៉េចនេះក៏ជាចម្ងល់ផងខ្ញុំបងប្អូនអរគ្នាសូមបញ្ចេញមតិម្នាក់មួយផងបានអរគុណច្រើន